លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីអញ្ជើញប្រគល់ផ្ទះថ្មីចំនួន8ខ្នងជូនដល់ក្រុមគ្រួសាររបស់វីរៈយុទ្ធជនពាក់លីនៅខេត្តសៀមរាបក្នុងស្មារតីយកចិត្តទុកដាក់ចំពោះជីវភាពនិងសុខទុក្ខរបស់ក្រុមគ្រួសារវីរៈយុទ្ធជនដែលបានពលីជីវិតក្នុងបបហេតុការពីជាតិលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានអញ្ជើញចោះជួបសំណេះសំណាលសួរសុខទុក្ខនិងប្រគល់ផ្ទះថ្មីចំនួន8ខ្នងជូនដល់ក្រុមគ្រួសាររបស់វីរៈយុទ្ធជនពលីដែលបានកំពុងរស់នៅក្នុងខេត្តសៀមរាបពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី22ខែសីហាឆ្នាំ2026ដោយផ្ទះថ្មីទាំង8ខ្នងគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីដែលមានគោលបំណងចូលរួមសម្រាលបន្ទុកជីវភាពនិងផ្ដល់លំនៅឋានសមរម្យដល់ក្រុមគ្រួសាររបស់វីរៈយុទ្ធជនដែលបានលះបង់ជីវិតដើម្បីជាតិនិងប្រជាជនក្នុងឱកាសជួបសំណេះសំណាលលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានពំនាំនៅប្រសាសន៍ចូលរួមរំលែកទុកយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារនៃវីរៈយុទ្ធជនពលីព្រមទាំងបានពំនាំនៅប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតផងដែរក្នុងជំនួបផ្ទាល់នេះត្រូវបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ក្រុមគ្រួសារវីរៈយុទ្ធជនពលីដោយអមមកជាមួយនៅការផ្ដល់ជំនួយទាំងសម្ភារៈនិងការលើកទឹកចិត្តព្រមទាំងផ្ដល់ភាពកក់ក្ដៅផ្លូវចិត្តនិងសមាជិកគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថាដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារវីរៈយុទ្ធជនពលីលោកជំទាវបាននាំយកមកជាមួយនៅអំណោយផ្សេងៗជាច្រើនដែលជាអំណោយរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតអំណោយទាំងនោះរួមមានថវិកាសម្ភារៈប្រើប្រាស់ស្បៀងអាហារនិងសម្ភារៈចាំបាច់ផ្សេងៗទៀតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាមួយគ្នានេះការប្រគល់ផ្ទះថ្មីទាំង8ខ្នងនេះបានរួមចំណែកក្នុងការផ្ដល់សុវត្ថិភាពស្ថិរភាពនិងក្តីសង្ឃឹមថ្មីដល់ក្រុមគ្រួសាររបស់វីរៈយុទ្ធជនពលីផ្ទះថ្មីអាចក្លាយជាទីជម្រកដ៏កក់ក្ដៅសម្រាប់កូនចៅនិងសមាជិកគ្រួសារព្រមទាំងជាមូលដ្ឋានក្នុងការរស់នៅនិងកសាងជីវភាពទៅថ្ងៃអនាគតសកម្មភាពនេះក៏បានបង្ហាញពីការចងចាំនិងការដឹងគុណយ៉ាងធំធេងចំពោះការលះបង់របស់វីរៈយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិតាមរយៈការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ពួកគេគឺបង្ហាញថាការលះបង់របស់វីរៈយុទ្ធជននៅតែជាការចងចាំមិនអាចបំភ្លេចបានហើយក្រុមគ្រួសាររបស់ពួកគាត់នៅតែទទួលបានការយកចិត្តទុកដាក់និងការគាំពារ